បាទសួស្តីបងប្អូនអរគ្នាថ្មីមកទៀតហ្នឹងហើយឥឡូវនេះខ្ញុំសូមចែករំលែកនៅកលឹះសំខាន់មួយចំនួនសម្រាប់បងប្អូនដែលមានបំណងចង់ចាប់ផ្ដើមរកលុយជាមួយនឹង YouTube ពិសេសសូមចែករំលែកទៅកាន់បងប្អូនដែលថ្មីបងប្អូនដែលគាត់ធ្លាប់ធ្វើ YouTube ហើយពេលខ្លះចំណុចទាំងអស់នេះគាត់បានដឹងហើយក៏គាត់បានចេះរួចហើយប៉ុន្តែសម្រាប់បងប្អូនថ្មីគាត់អាចនឹងអត់ទាន់ដឹងអំពីការចាប់ផ្ដើមជាមួយ YouTube តើត្រូវចាប់ផ្ដើមពីណាទៅណាតើយើងត្រូវមាន step យ៉ាងណាដើម្បីធ្វើទៅឲ្យមានភាពងាយស្រួលកុំឲ្យជួបនៅបញ្ហាឬក៏ឧបសគ្គផ្សេងនៅក្នុងដំណើរការនៃការចាប់ផ្ដើមជាមួយ YouTube ហើយកុំឲ្យធ្វើទៅវាខុសហើយយើងខាតពេលអញ្ចឹងនៅក្នុងសារសលេងមួយនេះប្រហែលជាវែងបងប្អូនអាចដាក់ speed គុណនឹង1កន្លះឬគុណនឹង2ទៅបើសិនជាបងប្អូនអាចស្ដាប់តាន់ឬក៏បើសិនបងប្អូនត្រូវការស្ដាប់មួយបងប្អូនអាចដាក់ speed ធម្មតាក៏បានដែរប៉ុន្តែខ្ញុំយល់ថាការចែករំលែកនេះប្រហែលជានឹងវែងបន្តិចខ្ញុំនឹងព្យាយាមនិយាយឲ្យខ្លីប៉ុន្តែខ្ញុំនឹងយកតែគ្រោងឬក៏ចំណុចសំខាន់ប៉ុណ្ណោះយកមកនិយាយចំពោះចំណុចលម្អិតនៃចំណុចនីមួយយើងនឹងជជែកគ្នាតាមក្រោយបើសិនជាបងប្អូនមានឆ្ងល់នៅក្នុងចំណុចណាមួយអញ្ចឹងការចាប់ផ្ដើមសម្រាប់អ្នកថ្មីក្នុងការរកលុយជាមួយនឹង YouTube ជំហានដំបូងបងអស់ដែលបងប្អូនត្រូវចាប់ផ្ដើមធ្វើគឺចាប់ផ្ដើមរៀន design រៀនថតឬក៏រៀន edit video ណា3ត្រង់ចំណុចហ្នឹងគឺសំខាន់ក្នុងការចាប់ផ្ដើមដំបូងបំផុតបងប្អូនដឹងហើយថា YouTube ជា website ដែលផ្ដោតទៅលើ video អញ្ចឹងដាច់ខាតបងប្អូនត្រូវតែចេះ design ចេះ edit video ឬក៏ចេះថតវីដេអូកម្មវិធីមួយណាក៏បានដែរដែលបងប្អូនគិតថាស្រួលរៀនបងប្អូនអាចរៀនទៅណា design អាចមើល Canva អីចឹងទៅកម្មវិធី edit video បងប្អូនអាចរៀនប្រើ CapCut ឬក៏កម្មវិធី InShot ឬកម្មវិធីណាដែលបងប្អូនគិតថាងាយស្រួលចឹងណាហើយចំពោះការថតបងប្អូនចាប់ផ្ដើមដំបូងមិនទាមទារថាត្រូវតែមានកាមេរ៉ាឬក៏មានឧបករណ៍ទំនើបទេបងប្អូនដែលកំពុងតែស្ដាប់ខ្ញុំជឿថាបងប្អូនមានទូរស័ព្ទហើយកំពុងតែស្ដាប់ទូរស័ព្ទឬក៏កុំព្យូទ័រប៉ុន្តែខ្ញុំជឿថាបងប្អូនដែលកំពុងស្ដាប់ទាំងអស់គឺសិតតែមានទូរស័ព្ទរៀងខ្លួនអញ្ចឹងនៅក្នុងទូរស័ព្ទយើងមានកាមេរ៉ាណាយើងអាចថតបានដែរកាមេរ៉ាហ្នឹងណាយើងអាចប្រើប្រាស់ទូរស័ព្ទរបស់យើងសម្រាប់ការថត content មួយចំនួនយើងអត់ចាំបាច់ធ្វើការថតច្រើនទេថតតិចតួចហើយយើងភាគច្រើនយើងផ្ដោតទៅលើការ edit videoអញ្ចឹងដាច់ខាតត្រូវតែចេះ edit video និង design ជាចាំបាច់ហើយការថតក៏ត្រូវតែចេះដែរបើសិនបងប្អូនត្រូវធ្វើ content ថតវីដេអូឬក៏ប្រមូល footage ពីកន្លែងណាកន្លែងណីមកដែលថាអត់ថតហ្នឹងតើបងប្អូនធ្វើវីដេអូ YouTube អត់ថតរបៀបម៉េចបើសិនជា YouTube ផ្ដោតលើវីដេអូយើងអត់និយាយពីការ edit វីដេអូគេណាថងចំណុចនេះយើងនិយាយពី content faceless មួយចំនួនដូចជា AI ជាដើម content AI ជាដើមយើងអត់ចាំបាច់ត្រូវថតទេcontent AI យើងចេះតែ edit video យើងចេះតែ design ទៅយើងអាចធ្វើបានហើយប៉ុន្តែ content ហ្នឹងខ្ញុំនឹងមិនលម្អិតទេខ្ញុំនិយាយតែគ្រោងអញ្ចឹងចំណុចទី1គឺយើងនឹងនិយាយអំពីការ edit video ការ design ឬក៏ការថតវីដេអូចាំបាច់ត្រូវតែចេះដំបូងបំផុតមុនធ្វើ YouTube កុំតន់អាគិតរឿងលុយរឿងកាក់អីធ្វើប៉ុណ្្នឹងចំណុចទី1ហ្នឹងឲ្យបានសិនណារៀនចេះកាត់ចេះអីឲ្យបានទៅហើយសម័យឥឡូវទលំទលាយបងប្អូនអាចរៀនតាម YouTube ក៏បានរៀននៅមជ្ឈមណ្ឌលក៏បានរៀនជាមួយនឹងសាលាឬក៏កន្លែងដែលគេផ្ដល់នៅវគ្គបដោះបដាលផ្ដល់នៅវគ្គបង្រៀនអំពីការ design ឬក៏ edit video ហ្នឹងបងប្អូនអាចរៀនតាមវិធីសាស្ត្រមួយណាដែលងាយស្រួលសម្រាប់បងប្អូនកម្មវិធីមួយណាក៏បានដែរដែលបងប្អូនគិតថាស្រួលរៀនបងប្អូនអាចរៀនទៅណា design អាចមើល Canva អីចឹងទៅកម្មវិធី edit video បងប្អូនអាចរៀនប្រើ CapCut ឬក៏កម្មវិធី InShot ឬកម្មវិធីណាដែលបងប្អូនគិតថាងាយស្រួលចឹងណាហើយចំពោះការថតបងប្អូនចាប់ផ្ដើមដំបូងមិនទាមទារថាត្រូវតែមានកាមេរ៉ាឬក៏មានឧបករណ៍ទំនើបទេបងប្អូនដែលកំពុងតែស្ដាប់ខ្ញុំជឿថាបងប្អូនមានទូរស័ព្ទហើយកំពុងតែស្ដាប់ទូរស័ព្ទឬក៏កុំព្យូទ័រប៉ុន្តែខ្ញុំជឿថាបងប្អូនដែលកំពុងស្ដាប់ទាំងអស់គឺសិតតែមានទូរស័ព្ទរៀងខ្លួនអញ្ចឹងនៅក្នុងទូរស័ព្ទយើងមានកាមេរ៉ាណាយើងអាចថតបានដែរកាមេរ៉ាហ្នឹងណាយើងអាចប្រើប្រាស់ទូរស័ព្ទរបស់យើងសម្រាប់ការថត content មួយចំនួនយើងអត់ចាំបាច់ធ្វើការថតច្រើនទេថតតិចតួចហើយយើងភាគច្រើនយើងផ្ដោតទៅលើការ edit video
chẳng đặt khác tới tại che edit video nâng design chỉ chạm bách hay ca thốt có thể che đại và sân bóng phone thử cẩn thận thốt video rồi gặp một footage bị lại nạc lại nơi máu đại tha auto nắng ta bóng phone thư video YouTube auto là biết mấy và sân chỉ YouTube đào lựa video nhưng ăn vậy bị cả edit video kia nó thôi cho nói nếp nhưng vậy bị content faceless mà chỉ luôn đôi chỉ AI chỉ đàm content AI chỉ đám nhưng ở trong bài thử thọ thì content AI nhưng che tại edit video nhưng che tại design tới nhưng ai thưa bài này còn tay content nó nhung nâng mình làm artist nhung vậy tại cro này chân trong nói tìm muối cư dương nâng gì ông pí ca edit video ca design rồi có ca thọt video trăm bài thử để che đầm bốn một post môn thư YouTube công toàn ai cần hưởng lôi hưởng cãi thơ và phần năng cho nói tìm muối nó ngày bán sẵn á riêng che cắt che ai bán từ hay mày lấy từ lùm từ lý chứ bằng con này hiện tam YouTube của ban hiện nơi mà chạm bản đồ của ban riêng cho muối nâng xả lá rồi có cái này kia có đo nơi vẹn và đó có đo nơi vẹn bằng riêng ông PK design rồi có edit video nó bằng con này riêng tam thi sang muối nát đại nghi xua sửa mẹp bằng con không cho nói tìm muối nắng và to pi bằng con che edit che design rồi có thọt video hái bóng bóng chắp đàm rọc mưa khẩn thân rồi cần nick mùi ná đài bóng bóng trong thử cả chữ rư khẩn thân rồi cả chữ rư nick nick bóng bóng thử chữ rư ở bàn bà lo chẳng á công thưa tam kia tiếng sông đó dương thử mưa từ lư mặt tập hiệp bọc luôn ấy mưa từ lư là tập hiệp mưa từ lư tiệp cái so rồi có chấm nét đăng rồi có ở với đại dương ai phương tự bán á công thư ở lứa vì ở với đại dương ai thư tự bán dân như nói tìm muốiคือdương thử thọt che edit che design rồi có che thọt cầm thi tới ở tại che hồi nâng chưa được cẩn thận tới về che cắt to che ấy nhưng chưa được cẩn thận và dương trong thư cẩn thận ấy khổ kinh cẩn thận educate cẩn thận bài motivate cẩn thận bài vlog content bài xem tiết ở nâng sai từ lựa bóng phone này sờ lạnh hay chọn vừa nè chẳng chưa được content để bán và tọa máu riệp chấm research riệp chấm thư ca sai chiều nâng bằng cao pan ca được không caផលិត content បើយើងចង់ធ្វើ content អីមួយហើយយើងទៅ research ក្នុង YouTube មើលតើ content បែបហ្នឹងមានគេធ្វើច្រើនទេហើយ style នៃ style នៃគេការធ្វើរបស់គេធ្វើមិនយើងសិក្សាពីគេទៅរក channel រក video ធំល្បីដែលយើងមើលទៅយើងស្រឡាញ់ហើយយើងចង់ធ្វើយើងរៀនសូត្រពីគេរៀនសូត្រពីការផលិត style អីចឹងទៅហើយរៀនសូត្រពីចំណុចផ្សេងនៅក្នុង channel របស់គេហ្នឹងដើម្បីធ្វើផែនការផលិត content របស់យើងវា YouTube មែនតើទៅវាមិនជា stress ឲ្យប្រហែលទេប៉ុន្តែបើសិនបងប្អូនចង់ធ្វើឲ្យបានលទ្ធផលតែម្ដងបងប្អូនត្រូវតែមានផែនការត្រូវតែដើរទៅតាម step ហើយអ្វីដែលខ្ញុំកំពុងតែនិយាយនេះគឺជា step ដែលបងប្អូនថ្មីគួរតែអនុវត្តតាមណាត្រូវមានផែនការត្រូវមានឲ្យច្បាស់លាស់ណាបើសិនតែចង់ជោគជ័យអញ្ចឹងចំណុចទី1យើងចាប់ប៉ុណ្ណឹង edit video design ថតហើយជ្រើសរើស content តបមកយើងស្រាវជ្រាវដើម្បីបង្កើតផែនការនៃការផលិត content ឬក៏យើងនិយាយងាយស្រួលទៅគឺចាប់ផ្ដើមធ្វើវីដេអូហើយចាប់ផ្ដើមធ្វើវីដេអូណាចេះ edit ចេះថតចេះ design ហើយចាប់ផ្ដើមធ្វើវីដេអូហើយព្រោះយើងមាន content ហើយពេលកន្លែងនេះណាចូលដល់ចំណុចទី2ជំហានទី2របស់យើងណាយើងដឹងថាយើងត្រូវធ្វើវីដេអូអំពីអីហើយយើងចេះកាត់តចេះ design ចេះអីហើយចាប់ផ្ដើមដល់ចំណុចមួយគឺយើងចាប់ផ្ដើមបង្កើត YouTube channel ហើយណាចេះ edit ចេះថតចេះជ្រើសរើស content ហើយរើស content បានហើយ research អីហើយចាប់ផ្ដើមបង្កើត YouTube channel ពួកអីយើងរលួយពី YouTube ដាច់ខាតយើងត្រូវបង្កើត YouTube channel ហើយដើម្បីដាក់វីដេអូចូលបំពេញតាមគោលការណ៍ស្នើសុំធ្វើជាដៃគូហើយរកលុយជាមួយ YouTube ហ្មងតាមរយៈវីដេអូរបស់យើងហ្នឹងការបង្កើត channel នេះទៀតសោតនៅលើ YouTube មានលោកគ្រូឬក៏បងប្អូនជាច្រើនគាត់បានចែកម្លែកហើយបងប្អូនអាចចូលទៅធ្វើការរៀនសូត្រពីគាត់ចឹងណាទៅមើលវីដេអូគាត់ទៅបន្ទាប់ពីបង្កើត channel ហើយអត់ទាន់ចប់ទេណា
បង្កើត channel ហើយយើងត្រូវរៀបចំ channel ហ្នឹងឲ្យស្អាតណាឲ្យបាន clean ឲ្យបានត្រឹមត្រូវ config វាឲ្យបានត្រឹមត្រូវទៅលើ setting ទៅលើការ verify មួយចំនួនពួកឯបើសិនជាយើងអត់បាន verify ទេ channel យើងវាអត់សុវត្ថិភាពហើយក៏អត់បាន full option ដែរនៅមុខងារមួយចំនួនយើងអត់អាចបាន full option ទេដូចជាការ enable ទៅលើ intermediate feature ឬក៏ការ enable ទៅលើ advanced feature ការ enable ទៅលើtwo step verification ជាដើមហើយបងប្អូនខ្លះថ្មីគាត់អត់ដឹងណាគាត់បង្កើត channel មកគាត់ set channel គាត់ជា made for kid អាកន្លែងហ្នឹងត្រូវទៅដូរដែរណា made for kid ដាច់ខាតត្រូវទៅដូរដាក់ not made for kid ពីព្រោះកាលណាយើងដាក់ made for kid channel របស់យើងដាក់វីដេអូទៅគឺមិនសូវមានអ្នកមើលឃើញហើយ channel ហ្នឹងអត់អាចចុច subscribe បានទេដោយសារកាលណាយើងដាក់ made for kid subscribe ក៏អត់បាន comment ក៏អត់បានដែរអញ្ចឹងបើសិនជាបងប្អូនបានបង្កើត channel រួចហើយរៀបចំរួចហើយបងប្អូនសាកល្បងបើកមើលវីដេអូយកឧបករណ៍ឬក៏ device ផ្សេងមកយក computer ឬទូរស័ព្ទផ្សេងមកមើលឃើញ channel យើងអត់តើអាច play វីដេអូនៅលើ channel យើងអត់ហើយអាច subscribe បានអត់អាច comment បានអត់បើសិនជាអាចមើលវីដេអូបានអាច subscribe បានអាច comment បានមានន័យថា channel ហ្នឹងរៀបចំបង្កើតមកគឺត្រឹមត្រូវហើយនៅឡើយតែការរៀបចំឲ្យបានស្អាតបាតទៅតាមសមត្ថភាពបងប្អូនទេបើសិនបងប្អូនមាន creative ណារៀបចំឲ្យដាក់ស្អាតបាតទៅ channel art channel banner អីwatermark ការរៀបចំ home page ហើយការដាក់ link ដាក់អីហ្នឹងយើងរៀបចំឲ្យស្អាតទៅ customize វាស្អាតទៅបង្កើត channel មកបានហើយបងប្អូនត្រូវស្វែងយល់ខ្លះអំពី YouTube ណាព្រោះយើងរកលុយពី YouTube យើងដាច់ខាតយើងត្រូវតែយល់ត្រូវតែដឹងត្រូវតែស្គាល់ YouTube ហើយតិចក៏ដោយច្រើនក៏ដោយបងប្អូនត្រូវតែស្គាល់ណាទី1យើងត្រូវដឹងថាតើYouTube ហ្នឹងអាចរកលុយបានទេហើយរកលុយគេមានទីសាស្ត្រអីខ្លះណាYouTube មានគោលការណ៍ខ្លះដើម្បីរកលុយបានបានប្រភពបានអីចឹងអញ្ចឹងលក្ខខណ្ឌនៅក្នុងការដែលយើងអាចបើករកលុយជាមួយ YouTube ណាសម្រាប់ប្រទេសខ្មែរយើងនិយាយសម្រាប់ប្រទេសខ្មែរណាគឺយើងត្រូវមាន subscribe 1000 subscriber និង watch time យើងមានន័យថានាទីនៃការមើលវីដេអូរបស់យើង4000ម៉ោងឬក៏បើបងប្អូនធ្វើជាវីដេអូ short បងប្អូនត្រូវរកឲ្យបាន10លាន view ក្នុងរយៈពេល90ថ្ងៃចុងក្រោយអញ្ចឹងបើសិនយើងធ្វើវីដេអូ long យើងរកឲ្យបាន4000ម៉ោងនៅក្នុងរយៈពេល12ខែចុងក្រោយបើធ្វើវីដេអូ short យើងរកឲ្យបាន10លាន view ក្នុងរយៈពេល90ថ្ងៃចុងក្រោយលក្ខខណ្ឌ4000ឬក៏10លាន view នេះបងប្អូនគ្រប់មួយណាក៏បងប្អូនអាចស្នើសុំបានដែរអត់ចាំបាច់តតែគ្រប់ទាំងពីរណាអញ្ចឹងបញ្ជាក់ម្ដងទៀត10លាន view ឬ4000ម៉ោងនិង1000 subscriber ណាមាន1000 subscriber ជាមួយ10លាន view ក៏បាន1000 subscriber ជាមួយនឹង4000ម៉ោងក៏បានណាដល់ពេលយើងបើកទៅអាចរកលុយបានទាំង short ទាំង long ទាំងអស់ដូចគ្នាទេមិនចាំបាច់បើកទាំងពីរណាដឹងពីគោលការណ៍នៃការស្នើសុំរកលុយហើយបងប្អូនត្រូវដឹងពីគោលការណ៍ហាមឃាត់របស់ YouTube ណាឬក៏បើយើងប្រែជាភាសាខ្មែរគេហៅថាគោលការណ៍សហគមន៍ប៉ុន្តែន័យនេះវាបកជាខ្មែរត្រង់ពេកបើនិយាយឲ្យយល់ទៅគឺមានន័យថាគោលការណ៍ហាមឃាត់របស់ YouTube Community Guideline Policy គេហាមឃាត់អីខ្លះបងប្អូនត្រូវសិក្សាស្វែងយល់ហើយកុំធ្វើសកម្មភាពដែលគេហាមឃាត់ពីព្រោះកាលណាបងប្អូនធ្វើសកម្មភាពដែលគេហាមឃាត់លើកទី1គ្រាន់តែប្រមានយើងឯងអត់មានដាក់ទោសទណ្ឌទេអត់មានដាក់ពិន័យអីណាតែបងប្អូនធ្វើខុសដល់លើកទី2 channel បងប្អូននឹងត្រូវជាប់ strike ឯងជាប់ពិន័យឯងជាប់ពិន័យលើកទី1 channel អត់អាចបង្ហោះអត់អាច upload វីដេអូរយៈពេល1អាទិត្យហើយនឹងជាប់ពិន័យរយៈពេល90ថ្ងៃក្នុងរយៈពេល90ថ្ងៃនេះបងប្អូនត្រូវស្នើសុំរកលុយគឺអត់អាចស្នើសុំរកលុយបានណាបើជាប់ YouTube Community Guideline Strike អត់អាចស្នើសុំរកលុយបានទេអញ្ចឹងធ្វើយ៉ាងណាជៀសវាងនៅការផលិតវីដេអូដែលខុសច្បាប់ហាមឃាត់របស់ YouTube យល់ពី
lẽ khăn này ca sna xong ở lối vô pi YouTube community guideline mỗi tiết bóng vốn cái trời vô pi YouTube copyright policy đấy mình tới chơi vô video ok mà upload hay sản phẩm ta họ lối bán á vì ai từng chọn copyright để mà trả đam cái report vì ai từng PDSNA xong tới cho review content vì ai từng miền bản hạp xem tiết là hốt đó YouTube lục channel tiết bởi sân bóng piên cô ca kia rồi hốt đó 7 đón á mà trả cái report 7 đón đặt channel tiết chẳng thử xoay vô thầm cho nói rằng mình chăm máy lắm ít tiếng sông tới bóng tay đặt khát rơi tay vô vì việc khắc cũng ở tại dương khó cứ khó hay ọt miên tình vậy ta nhôm ọt đăng nghe nhôm xong lực lên mà đón ọt thì tại YouTube chắc cứ chẳng sao mà ta cho nói tìm mua cho nói tìm phí bóng phone ban xoay vô hỏi á edit video design rupia thọt rồi có cắt tỏi nắng chỉ rửa content research hay riêng trong fan ca phải lật ấy ban cột một nắng tọa máu dương miên cho nó dương miên ấy hiệp trong sát ba dương vô pi ca hàng quạt po kia hả vậy chẳng dương đang chỗ đó cho nó tí bày cho nói tí bay này cứ dương vậy PK upload nâng optimization video rồi có optimize video và toa bị dương miên content này dương thử thư hai dương thưa ca research cho dươngផលិត video rồi có content và dương trên mà bàn hỏi admin kho mũi cô ca vào YouTube thế dương chập đám bằng hot video nâng cho từ can channel và dương đam bay rồi nẹ mới ở miền mau rồi có miền view rồi có đam bay bằng can subscriber không cô đó ở group lẹ khán đam bay sna sống vừa chỉ đại cu rồi lôi cho mùi YouTube miền video hỏi còn ta được biết upload cho máy truyền đấy biết upload miền này vào bạ có nó mình cái miền button upload này nè chẳng biết upload cứ ở trong máy truyền thì cho ta button upload tới miền lại dương upload đấy còn ta với để dương thử riêng cứ rồi biết nó không ca optimize video riêng trong video và dương ở sạch nè ca riêng trong video và dương cứ dương từ miền thumbnail nè video slap root từ lưỡi thumbnail là ngay thumbnail và toàn mọi dương thử miền cho nó trường đó vụ ấy muốn lần kia cho mưa video và dưới cứ cái thử trâu từ YouTube hái khơi thumbnail dương một kỳ bà sân thumbnail ad khi ad cho mưa thì bà sân chi thumbnail dương ad chả bảo đám kia đừng cho mưa tước ban châu đón sạch video